ជប៉ុនបដិសេធព័ត៌មានដែលថាលោកត្រាំប្រាប់ឲ្យមានទឹកនំខ្លួនកុំបង្កបញ្ហាជាមួយចិនប្រទេសជប៉ុនច្រានចោលព័ត៌មានដែលចុះផ្សាយនៅលើទំព័រសារព័ត៌មានអាមេរិក Wall Street Journal ត្រង់ចំណុចដែលថាលោកត្រាំបានផ្ដល់ដំបូន្មានឲ្យនាយករដ្ឋមន្ត្រីជប៉ុនកុំបង្កបញ្ហាជាមួយប្រទេសចិនពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ចំនួនការទូតរវាងចិននិងជប៉ុនចាប់ផ្ដើមឡើងកម្ដៅខ្លាំងបន្ទាប់ពីលោកស្រីតាកៃអ៊ីឈិថ្លែងនៅក្រុងរ៉ូសូហ្វីកាលពីថ្ងៃទី7ខែវិច្ឆិកាថាជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធាបើសិនចិនវាយប្រហារតៃវ៉ាន់យោងតាមក្រសួងការបរទេសចិននៅក្នុងការសន្ទនាគ្នាជាមួយលោកត្រាំកាលពីថ្ងៃច័ន្ទប្រធានាធិបតីចិនលោកស៊ីជីនពីងបានលើកឡើងអំពីបញ្ហានេះគឺការថ្លែងរបស់លោកស្រីតាកាអ៊ីឈីពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់លោកស៊ីជីនពីងបញ្ជាក់ប្រាប់លោកត្រាំថាបញ្ហាយកកោះតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ប្រទេសចិនគឺជាផ្នែកមួយនៃការរៀបចំសន្តិភាពពិភពលោកក្រោយសង្គ្រាមលោកលើកទី2 Wall Street Journal ចុះផ្សាយកាលពីថ្ងៃប្រហោះថាបន្ទាប់ពីសន្ទនាគ្នាតាមទូរស័ព្ទរួចលោកត្រាំមិននៅរងចាំយូរទេបានហៅទូរស័ព្ទទៅលោកស្រីតាកៃអ៊ីឈីជាបន្ទាន់និងបានផ្ដល់ដំបូន្មានឲ្យលោកស្រីជៀសវាងកុំបង្កភាពតានតឹងជាមួយប្រទេសចិនដោយសារបញ្ហាកោះតៃវ៉ាន់សារព័ត៌មានដដែលនេះចុះផ្សាយអត្ថបទដូចខាងលើដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនដែលស្នើសុំមិនបញ្ចេញឈ្មោះនិងមន្ត្រីរដ្ឋាភិបាលអាមេរិកដែលស្នើសុំមិនបញ្ចេញឈ្មោះដូចគ្នាដូច្នេះអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោកគីហារ៉ាបានច្រានចោលអត្ថបទដែលចុះផ្សាយនោះអ្នកនាំពាក្យរូបនេះថ្លែងថាការពិតមិនដូចអ្វីដែលបានចុះផ្សាយឡើយលោកនិយាយដោយសង្ខេបតែត្រឹមនេះដោយមិនធ្វើអត្ថាធិប្បាយល្បិតទេលោកស្រីតាកាអ៊ីឈីថ្លែងថានៅក្នុងការសន្ទនាគ្នានោះលោកស្រីនិងលោកត្រាំបានពិភាក្សាគ្នាអំពីលទ្ធផលនៃការសន្ទនាគ្នារវាងលោកត្រាំនិងលោកស៊ីជីនពីងនិងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីរវាងជប៉ុននិងអាមេរិកលោកស្រីថ្លែងថាលោកប្រធានាធិបតីត្រាំថ្លែងថាប្រទេសយិនជាមិត្តដ៏ជិតស្និទ្ធគ្នានិងថាលោកស្រីអាចហៅទូរស័ព្ទទៅលោកពេលណាក៏បានដែរប៉ុន្តែបើតាមការចុះផ្សាយរបស់ Wall Street Journal មន្ត្រីរដ្ឋាភិបាលជប៉ុនដែលស្នើសុំមិនបញ្ចេញឈ្មោះចាត់ទុកសារនយោបាយរបស់លោកត្រាំនៅពេលនោះជាការគួរឲ្យព្រួយបារម្ភប្រពន្ធដដែលនេះអះអាងថានៅពេលនេះប្រទេសចិននិងអាមេរិកកំពុងតែមានជម្លោះពាណិជ្ជកម្មជាមួយគ្នាគ្រាន់តែថាប្រទេសទាំងពីរយល់ព្រមព្យួងទុកការដំឡើងភុនគ្នាទៅវិញទៅមកបញ្ហាមួយដែលនៅជាប់ជំពាក់មុខដោះស្រាយមិនទាន់ចេញថែមរឿងតៃវ៉ាន់មួយទៀតវាធ្វើឲ្យសាំញ៉ាំកាន់តែខ្លាំងដូច្នេះលោកត្រាំមិនចង់ឲ្យបញ្ហាតៃវ៉ាន់ក្លាយជាប្រទាំងពពកខ្មៅតាមរំខានទំនាក់ទំនងពាណិជ្ជកម្មចិននិងអាមេរិកនៅក្នុងការប្រឹងប្រែងគ្នាបន្ធូរបន្ថយភាពតានតឹងរវាងចិននិងអាមេរិកកាលពីខែតុលាលោកស៊ីជីនពីងសន្យាទិញផលិតផលកសិកម្មច្រើនពីកសិករអាមេរិកដែលកំពុងរងគ្រោះយ៉ាងដំណាំដោយសារសង្គ្រាមពាណិជ្ជកម្មសូមអរគុណសូមជម្រាបលា